បាទស្វាគមន៍បងប្អូនតែទៅក្នុងបណ្ដាក្នុង YouTube តែក្នុង Channel របស់យើងខ្ញុំនេះថ្ងៃនេះខ្ញុំមកបង្ហាញអំពីការជួសជុលអំភ្លីប្រភេទនេះបាទ MA 7200នេះអំភ្លីប្រភេទនេះបងប្អូនជាងភាគច្រើនចាត់ទុកថាអានឹងពិបាកធ្វើសម្លេងរឹងសម្លេងអីជាដើមតែបើយើងតាមដានវាឲ្យស៊ីជម្រៅទៅវាមិនជាពិបាកទេហើយកម្លាំងវាក៏អាចគុណល្មមអាចទៅនឹងប្រើបានដែរដែលវាមានត្រង់ស្ទើវាតាមខាង8គ្រាប់ប៉ុន្តែកម្លាំងពីសង់វា2 4 6 7កម្លាំងពីសង់ដែលវាធ្វើការគឺ7គ្រាប់ទាំងសងខាងស្មើ14អញ្ចឹងកម្លាំងវាគឺ700វ៉ាត់មួយខាងបាទត្រង់ទៅមួយគ្រាប់កម្លាំង50វ៉ាត់ទាំងសងខាងវា Pro Transistor 5200និង1943តែបញ្ហាដែលលំបាកជាងគេគឺវាច្រើនទៅទុកផ្នែកប្រេខាងក្រោយនេះវាភាគច្រើនគឺវាធ្វើទុកតែផ្នែកម៉ាណូនិងស្តេរអូដោយសារកងតាក់នេះធ្វើទុកតែប៉ុណ្ណឹងដែលធ្វើឲ្យជួនអំភ្លីនឹងលឺមួយចំហៀងបាត់មួយខាងអញ្ចឹងទៅដោតឲ្យលើលឺឲ្យលើបាត់ឲ្យក្រោមដាក់ក្រោមបាត់ឲ្យលើហ្នឹងទៅអញ្ចឹងធ្វើឲ្យយើងពិបាកប្រើអញ្ចឹងយើងក៏ខ្ញុំមិនវាចំណុចខ្សោយរបស់វាគឺវាធ្វើទុកតែផ្នែកកងតាក់ហ្នឹងក្រោយពីយើងលើកសម្អាតទៅបាទយើងចំណុចយើងគឺយើងធ្វើវាឲ្យវាទៅជាម៉ូណូមកបាទកងតាក់វាភ្ជាប់នេះមួយមកអំភ្លីទៅជាម៉ូណូយើងដោតទៅរុនខាងលើមួយដោតខាងលើរុនខាងលើនេះមួយគឺអំភ្លីហ្នឹងនឹងដំណើរការឡើងវិញណាมันជាពិបាកជួសជុលទៅអំភ្លីនេះស្រួលណាស់ហើយតង់សំរបស់វាបំភ្លើងគឺ75វ៉ុលសងខាងស្មើនឹង150ហើយកប៉ាស៊ីតឺកង់ដងរបស់វាបាទវាមានកម្លាំងរបស់វា10000មីក្រូ80វ៉ុលតែមានកង់ដងសរុបទាំងអស់12គ្រាប់នេះជាអំភ្លីនេះដែរតែម្ចាស់គាត់ថាគាត់ទុកចោលយូរទៅខ្ញុំចាក់លេងលឺបាត់ឆឹងអត់លឺទាំងសងខាងឲ្យស្អកស្អិតបាទគឺវានេះថោទៅចំណុចតំណឹងណាតំណឹងដែលធ្វើឲ្យយើងលំបាកឥឡូវខ្ញុំបានជួសជុលរួចហើយគឺវាលឺទាំងសងខាងហើយហ្នឹងគឺ MA 7200ដល់កងដងវា10000មីក្រូ80វ៉ុលដែរខ្លាំងគួរសមអំភ្លីនេះចឹងអានេះយើងជួសជុលហើយនៅតែផ្នែកនេះទេផ្នែកនេះគឺអំភ្លីនេះវាលឺស្អិតមួយខាងឥឡូវយើងរកចំណុចឃើញរបស់វាហើយគឺវាហើបនេះវាហើបតាមស្ទើរនេះនេះគឺទៅឃើញវាហើបនេះហើបចំណុចទៅនេះនេះហើបចឹងហើយសំឡេង transistor មួយជួរនេះគឺវាអត់ធ្វើការទេវាធ្វើការតែមួយខាងធ្វើឲ្យសំឡេងចេញមកស្អិតណាទៅសំឡេងចេញមកស្អិតចឹងបានតែថា transistor វាធ្វើការតែមួយខាងដែលជួរខាងនេះវាអត់ធ្វើការឥឡូវយើងបានរកចំណុចឃើញយើងដោះចេញមកយើងឃើញថាវាហើបណាហើបជើង transistor នេះមួយដែលសម្រាប់វាឲ្យធ្វើការមកនេះ
anh ấy chừng ở vía bỏ la mà ao chừng bề này chua này cũng bơ cropនេះជាចំណុចរបស់អំភ្លីប្រព័ន្ធ200ហើយយើងធ្វើវីដេអូហ្នឹងដើម្បីចែកចម្លែកចំណេះដឹងដល់បងប្អូនបងជាងទាំងអស់គ្នាឬក៏មិនអ្នកដែលមានសមត្ថភាពអាចទៅយល់ដឹងខ្លះក៏យើងដោះមកជួសជុលបានទៅឥឡូវយើងដឹងចំណុចរបស់វាហើយខ្ញុំនឹងចាប់តាមរៀបចំចូលទៅវិញតោះមកយើងនឹងធ្វើការសាកល្បងម្ដងទៀតណា